កាលពីថ្ងៃសៅរ៍ទី17ខែឧសភាមេដឹកនាំកម្ពុជានៃប្រទេសអ៊ីរ៉ង់លោកអេថូឡាអលីខេមីនីបានចាប់ប្រកាន់លោកដូណាល់ត្រាំថាភូតកុហកនៅពេលលោកប្រធានាធិបតីអាមេរិកនិយាយការពីអំឡុងដំណើរទស្សនកិច្ចនៅតំបន់ឈូងសមុទ្រពេលក្នុងសប្តាហ៍នេះថារូបលោកចង់បានសន្តិភាពនៅក្នុងតំបន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters លោកខេមីនីបានបន្តថាផ្ទុយមកវិញជាក់ស្ដែងគឺសហរដ្ឋអាមេរិកប្រើប្រាស់អំណាចរបស់ខ្លួនដើម្បីផ្ដល់គ្រាប់បែកធុនធ្ងន់ឲ្យទៅអ៊ីស្រាអែលយកទម្លាក់លើកុមារនៅឯតំបន់កាហ្សាលោកខេមីនីបានបន្តថាសម្ដីចង់បានសន្តិភាពរបស់លោកត្រាំគឺជាសម្ដីគួរឲ្យអាម៉ាស់មួយទាំងសម្រាប់ម្ចាស់សម្ដីផ្ទាល់និងសម្រាប់ប្រជាជនអាមេរិកទាំងមូលលោកខេមីនីសង្កត់ធ្ងន់ថាប្រភពពីសង្គ្រាមនិងចំនួននៅក្នុងតំបន់គឺអ៊ីស្រាអែលដែលប្រៀបដូចជាដុំសាច់មហារីកដ៏គ្រោះថ្នាក់បំផុតមួយកាលពីថ្ងៃដដែលប្រធានាធិបតីអ៊ីរ៉ង់លោកមេសាត់ភីសេស្គៀនក៏បានលើកឡើងដែរថានៅពេលនិយាយអំពីសន្តិភាពទន្ទឹមគ្នាលោកត្រាំបានប្រើពាក្យសម្ដីគំរាមកំហែងជាហេតុធ្វើឲ្យពិបាកនឹងជឿជាក់លោកភីសេស្គៀនបាននិយាយថាទីក្រុងតេហេរ៉ង់នឹងបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកប៉ុន្តែមិនខ្លាចការគំរាមកំហែងឡើយហើយក៏មិនចង់ឲ្យមានសង្គ្រាមដែរគួរបញ្ជាក់ថាកាលពីថ្ងៃសុក្រលោកត្រាំបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force ក្រោយចាក់ចេញពីអេមីរ៉ាតអារ៉ាប់រួមថាអ៊ីរ៉ង់ចាំបាច់ត្រូវតែសម្រេចចិត្តឲ្យបានឆាប់លើសំណើរបស់អាមេរិកសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនព្រោះបើពុំដូច្នោះទេរឿងអាក្រក់មុខជានឹងកើតឡើងមិនខានយ៉ាងណាមិញរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានអះអាងថាទីក្រុងតេហេរ៉ង់មិនបានទទួលសំណើណាមួយឡើយកិច្ចចរចាជុំទី4រវាងអ៊ីរ៉ង់អាមេរិកបានប្រព្រឹត្តទៅនៅប្រទេសអូម៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៍មុនខណៈកិច្ចចរចាជុំថ្មីទៀតមិនទាន់កំណត់ពេល